Putin គឺបានបោះពាក្យធ្ងន់ៗទៅកាន់សហភាពអឺរ៉ុបថា Russia is ready to go war with Europe ដែលមានន័យថារុស្ស៊ីគឺបានត្រៀមខ្លួនរួចរាល់សម្រាប់ការធ្វើសម្ពយុទ្ធសង្គ្រាមជាមួយនឹងសហភាពអឺរ៉ុបយ៉ាអ្នកនរគ្នាឮអត់ខុសទេគាត់គឺបាននិយាយចឹងមែនចឹងមូលហេតុដែលគាត់បានបោះពាក្យធ្ងន់មួយនេះមកគឺគាត់ខឹងសម្បាទៅកាន់សហភាពអឺរ៉ុបដែលគាត់បានចោទប្រកាន់ថាអឺរ៉ុបនេះនឹងឯងជាអ្នកដែលធ្វើឲ្យផែនការសន្តិភាពបញ្ចប់សង្គ្រាមរវាងរុស្ស៊ីជាមួយនឹងអ៊ុយក្រែននឹងអត់ទៅណាសោះតែម្ដងគាត់បាននិយាយថាគោលដៅតែមួយគត់របស់អឺរ៉ុបគឺព្យាយាមអត់ឲ្យ Trump ទទួលបានសន្តិភាពឲ្យអ៊ុយក្រែននិងរុស្ស៊ីទេ They have no peace agenda they are warmonger ដែលចោទទៅកាន់អឺរ៉ុបនឹងថាមានចិត្តចង់បានសន្តិភាពទេជាអ្នកលំមសង្គ្រាមហើយគាត់បានបន្តទៀតថាគាត់និយាយរាប់រយដងហើយថាគាត់គ្មានអំណងចង់ធ្វើសង្គ្រាមជាមួយនឹងអឺរ៉ុបទេប៉ុន្តែបើសិនជាអឺរ៉ុបចង់បញ្ឆេះសង្គ្រាមនេះឡើងរុស្ស៊ីគឺត្រៀមខ្លួនរួចរាល់ហើយបើសិនជាអឺរ៉ុបហ៊ានធ្វើសង្គ្រាមជាមួយនឹងរុស្ស៊ីមែន Moscow គឺឈប់ពិភាក្សាចរចាជាមួយនឹងណាគេទាំងអស់ Yeah oh my god អត់និយាយលេងសង្ឃឹមថារឿងនេះវាអត់កើតឡើងចោះអញ្ចឹងតាក់ទងជាមួយនឹងកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ុយក្រែនជាមួយនឹងរុស្ស៊ីនោះបើសិនជាអ្នកគ្នាអត់ទាន់ដឹងទេ Trump គឺគាត់បានរៀបចំគម្រោងមួយដែលហៅថា28 point peace talk គាត់បានរៀបចំឯកសារទាំងអស់ហ្នឹងគឺមាន28ចំណុចដើម្បីឲ្យប្រទេសទាំងពីររុស្ស៊ីនិងអ៊ុយក្រែនហ្នឹងយល់ព្រមគ្នាដើម្បីបញ្ចប់សង្គ្រាមហើយបើចង់ដឹងមានចំណុចអីខ្លះខ្ញុំបានធ្វើវីដេអូមួយ detail ទាំងអស់តែម្ដង28ចំណុចហ្នឹងអ្នកនរគ្នាអាចទៅមើលបានក្នុងរយៈពេលចុងក្រោយឥឡូវនេះអ៊ុយក្រែនគឺទទួលយកបានច្រើនចំណុចខ្លះមែនតើប៉ុន្តែនៅសល់3ចំណុចធំៗដែលកំពុងចរចាអត់ទាន់ទទួលយកទី1អ៊ុយក្រែននៅតែមានអ្នកចង់ចូល NATO ទី2អ៊ុយក្រែនអត់ព្រមកាត់បន្ថយទ័ពអសរត្រឹមតែ6សែននាក់ហ្នឹងតាមកិច្ចព្រមព្រៀងហ្នឹងទេទី3គឺតាក់ទងជាមួយនឹងអត់ព្រមកាត់ដីឲ្យរុស្ស៊ីនិយាយទៅ3ចំណុចហ្នឹងគឺធំបាក់ទទួលយកសម្រាប់អ៊ុយក្រែនហើយសម្រាប់ខាងរុស្ស៊ីវិញគិតថាអឺរ៉ុបហ្នឹងឯងជាអ្នកប្រឆេះអត់ឲ្យអ៊ុយក្រែនទទួលយកវាអញ្ចឹងមិនថាប្រហែលជាអត់ចប់ទៀតទេយ៉ាអញ្ចឹងសម្រាប់បងប្អូនវិញគិតមិនដែរតែលាក់ក្នុង comment មកហើយបើសិនជាមានអីថ្មីទៀតចាំខ្ញុំអាប់ដេតអ្នកនរគ្នាអញ្ចឹងបើសិនជាចង់បានព័ត៌មានទាំងអស់ហ្នឹងជុំវិញពិភពលោកតនហើយការនឹងព័ត៌មាន crypto អីគឺអាចចូលមកកាន់ SA community របស់ខ្ញុំនេះមកហើយមួយទៀតកុំភ្លេច follow Facebook និង TikTok របស់ខ្ញុំនេះផង